ពីមុនកូនកាត់ប្រាច់មកមិនទាន់ទេយើងឲ្យកូនញ៉ាំរបស់ថៃបាទហើយដូចបបរគ្រប់គ្រឿងនេះអញ្ចឹងខ្ញុំជឿថាពុកម្ដាយតិចណាដែលបានដឹងថាខ្មែរយើងអាចផលិតបបរគ្រប់គ្រឿងបានហើយមានសារធាតុចិញ្ចឹមបច្ចេកទេសនៅក្នុងការសម្ងួតវិញគឺសិតតែបច្ចេកទេសទំនើបសម្ងួតបែបត្រជាក់ដែលធ្វើឲ្យសារធាតុចិញ្ចឹមសឹងតែថា 100% ឯនៅក្នុងបន្លែផ្លែឈើទាំងអស់នេះគឺវានៅរក្សាបានល្អចឹងសិប្បកម្មផលិតបបរគ្រប់គ្រឿងក្មេងឆ្លាតយីហោក្មេងឆ្លាតនេះងាយស្រួលប្រើមែនតើចាក់តែទឹកក្តៅទៅគឺអូពិសេសមកកញ្ចប់ត្រឹមតែ 2400 រៀលទេធូរថ្លៃហើយគ្រឿងផ្សំនេះប្រើសិតតែត្រីប្រើសិតតែបន្លែផ្លែឈើល្អបន្លែបៃតងអីរបស់ខ្មែរយើងរបស់ក្នុងស្រុកទាំងអស់ងាយទេចឹងមិនថាកុំឲ្យភាពឆ្លាតរបស់កូនហួសពេលយើងអាចហៅភាពឆ្លាតរបស់កូនត្រឡប់មកវិញបានទេពេលកំឡុងពេលដែលខួរក្បាលគ្នាត្រូវការអាហារចិញ្ចឹមអាហាររូបត្ថម្ភល្អហ្នឹងយើងឲ្យបន្លែពេលឲ្យហួសគឺចប់ហើយអញ្ចឹងការពិតទៅគឺបន្លែផ្លែឈើនៅក្នុងស្រុកយើងឪពុកម្ដាយដែលអត់មានភាពរវល់អីគឺអាចយកធ្វើតាមគាត់អីបានគាត់ថាយកបន្លែផ្លែឈើទាំងអស់ហ្នឹងទៅបន្លែត្រីសាច់អីហ្នឹងយកមកលាយយកមកកិនឲ្យកូនញ៉ាំទៅបានដូចគ្នាគ្រាន់តែថាករណីផលិតផលរបស់គាត់នេះគឺគាត់ធ្វើមកផលិតមកគឺដើម្បីដោះស្រាយបញ្ហាឪពុកម្ដាយដែលមានភាពរវល់មមាញឹកដែលមិនសូវមានពេលវេលាគ្រប់គ្រាន់អញ្ចឹងកុំឲ្យភាពឆ្លាតរបស់កូនហួសពេលអាចនឹកឃើញដល់បបរគ្រប់គ្រឿងក្មេងឆ្លាតនេះបានព្រោះអីគាត់មានប្រើតាំងពីល្ពៅការ៉ុតអីណាបន្លែបៃតងត្រីសាច់មាន់អីគឺគាត់មានទាំងអស់គ្រឿងដែលក្មេងត្រូវការណាអាហាររូបត្ថម្ភដែលវាមានគ្រប់គ្រាន់នៅក្នុងនឹងទាំងអស់គឺគាត់ប្រើមានតាំងពីពងមានតាំងពីអីចឹងទៅអញ្ចឹងកុំបារម្ភពុកម៉ែបងប្អូនញ៉ាំរបស់ខ្មែរដោយទំនុកចិត្តព្រោះអីកន្លែងសិប្បកម្មរបស់គាត់នេះមិនមែនចេះថាផលិតទៅតាមនឹកឃើញទេសិតតែមានក្បួនវិជ្ជាជីវៈត្រឹមត្រូវគាត់រៀនចប់មកពីសង្ហបុរីណាមកពីសិង្ហបុរីនិយាយទៅក៏រៀនចប់ខាងផ្នែក nutrition ខាងផ្នែកអាហារូបត្ថម្ភហ្នឹងអញ្ចឹងបានធ្វើឲ្យគាត់ផលិតបាននៅបបរគ្រប់គ្រឿងមួយដែលមានសារធាតុចិញ្ចឹមល្អមានតាំងពីស្លឹកម្រុំមានតាំងពីបន្លែនិយាយទៅគ្រប់ពណ៌ប្រភេទការ៉ុតអីហ្នឹងសឹងគឺគាត់ប្រើសិតតែបន្លែដែលល្អយកមកសម្ងួតប្រើទូសម្ងួតដែលសម្ងួតរាប់ម៉ោងពុកម៉ែបងប្អូនដើម្បីបានមួយមុខមកណាអញ្ចឹងមិនមែនលំទេកន្លែងរបស់គាត់នេះសិតតែមានវិជ្ជាជីវៈត្រឹមត្រូវហើយគោលបំណងនៅក្នុងការផលិតរបស់គាត់គឺគាត់អត់ចង់ឲ្យមានឃើញក្មេងកូនខ្មែរយើងចាប់ពី2025នេះទៅគឺកង្វះអាហារូបត្ថម្ភក្មេងគ្នាមិនសូវឆ្លាតដោយសារតែអត់សូវបានញ៉ាំបបរគ្រប់គ្រឿងបបរគ្រប់គ្រឿងខុសពីបបរគ្រឿងប្រយ័ត្នណាពុកម៉ែបងប្អូនបបរគ្រឿងគឺវាមានគេដាក់ប៊ីចេងដាក់ស្ករអីចឹងដែលក្មេងវាអត់ទាន់ដល់វ័យដែលត្រូវការទេប៉ុន្តែបបរគ្រប់គ្រឿងរបស់គាត់គឺគាត់អត់មានប្រើស្ករទេគឺគាត់យកភាពផ្អែមចេញពីផ្លែឈើចេញពីមើមការ៉ុតចេញពីអីហ្នឹងល្ពៅអីហ្នឹងពេលគាត់សម្ងួតទៅគឺគេដកជាតិទឹកចេញអស់ទៅគឺវាមានជាតិផ្អែមនៅក្នុងនឹងស្រាប់តែម្ដងអញ្ចឹងបានថាគួរណាស់តាឪពុកម្ដាយនឹកឃើញឲ្យកូនញ៉ាំឲ្យបានគ្រប់គ្រាន់នៅអាហាររូបត្ថម្ភរបស់កូនដែលកូនវាវ័យដែលវាត្រូវការណាអញ្ចឹងមិនចាំបាច់ថាតតែទិញរបស់គាត់ទេបើយើងមានពេលអាចធ្វើតាមក្បួនហ្នឹងទៅយកបន្លែផ្លែឈើត្រីសាច់អីដូចនៅក្នុងរបស់គាត់ផលិតនេះយកទៅប្រើប្រាស់បានឬក៏ថាអ្នកដែលគាត់មានភាពរវល់ខ្លាំងអាចយកភាពងាយស្រួលនេះយកទៅប្រើបានអត់ចាំបាច់ពិបាកទេអញ្ចឹងទាំងសាច់ទាំងអីនេះសាច់មាន់គឺគេសម្ងួតអញ្ចឹងមកយកទៅប្រើហើយទាំងសាច់ទាំងអស់ទាំងអត់មានប្រើក្លិនប្រើពណ៌សារធាតុរក្សាទុកចិញ្ចឹមអីទេគឺគាត់ប្រើក្បួននៅក្នុងការសម្ងួតឲ្យវាអស់ជាតិទឹកដើម្បីកិនវាទៅជាម្សៅដើម្បីមានភាពងាយស្រួលក្នុងការទុកដាក់ហើយវាអត់ងាយខូចគឺទុកបានរាប់ខែអញ្ចឹងគឺងាយស្រួលមែនតើសម្រាប់ឪពុកម្ដាយដែលមានភាពរវល់ហើយមួយទៀតគាត់ប្រាប់គាត់ផ្ដាំថាបើសិនបើយើងធ្វើឲ្យកូនញ៉ាំដោយខ្លួនឯងឬក៏ថាទិញរបស់គាត់យកទៅឲ្យកូនញ៉ាំកុំទិញតែមករសជាតិយកទៅឲ្យកូនញ៉ាំរាប់ខែអីចឹងណាអត់ល្អទេព្រោះអីពេលដែលកូនញ៉ាំឧទាហរណ៍ថាយើងឲ្យញ៉ាំរសជាតិល្ពៅកូនញ៉ាំល្ពៅច្រើនវាឡើងលឿងស្បែកអញ្ចឹងយើងត្រូវឲ្យកូនញ៉ាំឆ្លាស់រសជាតិគ្នាអញ្ចឹងហើយបានគាត់ផលិតមកគឺមានរសជាតិច្រើនជម្រើសដូចគ្នានៅក្នុងបបរគ្រប់គ្រឿងរបស់គាត់អត់ផលិតតែមួយប្រភេទទេហើយពុកម៉ែបងប្អូនអាចរកជាវបានណាឃើញការផលិតរបស់គាត់យើងដឹងហើយពេលដែលគេសម្ងួតហើយគឺគាត់យកទៅកិនឲ្យคล้ายទៅជាម្សៅគាត់ប្រើម៉ាស៊ីនកិនអូលឿនណាស់លយមែនតើបច្ចេកវិទ្យានៅក្នុងការធ្វើការងាររបស់គាត់នេះអញ្ចឹងពេលដែលកិនហើយគេយកទៅខ្ចប់យកទៅវិចខ្ចប់ពេលដែលកិនគឺគេលាយវាមិចបញ្ចូលគ្នារសជាតិទៅតាមគ្រឿងផ្សំបន្លែម្សៅគ្រប់មុខដើម្បីបញ្ចូលគ្នាដើម្បីបានទៅជាបបរគ្រប់គ្រឿងទៅតាមប្រភេទរបស់គាត់អញ្ចឹងណាអញ្ចឹងគឺការវិចខ្ចប់ការអីរបស់គាត់គឺស្អាតនិយាយទៅស្អាតមែនតើអាណាម៉ៃអ្នកទាំងអស់គ្នាឲ្យកូនញ៉ាំកុំបារម្ភអត់មានភ័យអត់មានព្រួយទេអញ្ចឹងមកខ្ញុំថាអ
អាចរកទិញបាននៅតាម Baby Outlet ក៏ដូចជាលើ page របស់គាត់ផ្ទាល់ចាំខ្ញុំដាក់ព័ត៌មានលម្អិតនៅក្រោម comment ក៏ដូចជានៅលើ caption អីចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូននេះជាផលិតផលរបស់ខ្មែរដែលមានឈ្មោះថាក្មេងឆ្លាតជាបបរគ្រប់គ្រឿងដែលគាត់មានរសជាតិមើមយេនមានល្ពៅមានរសជាតិប្រភេទមានស្លឹកម្រុំមានអីចឹងណាគឺគាត់មានច្រើនជំរើសច្រើនរសជាតិឲ្យពុកម្ដាយគាត់ងាយស្រួលឲ្យកូនញ៉ាំឆ្លាស់គ្នាហើយយើងហែកមកកញ្ចប់ចឹងមកយើងចាក់ទឹកក្តៅឆុងទៅគឺចង់ខាប់ចង់រាវចង់អីគឺបានលៃតាមនឹងជាក់ស្ដែងឲ្យកូនញ៉ាំទៅងាយស្រួលហើយតម្លៃវាមកប្រអប់$12អរគុណបាយបាយ